ឆ្នាំខ្មែរនៅសម្រាប់ឆ្នាំនេះគឺសបាយខុសពីវត្តដងហើយចំណាយលុយតិចទៀតហើយតែមកសម្រាប់លើកណាគឺមិនដែលចោលមុខម្ហូបប្រចាំនៅសម្រាប់ជាពិសេសនំបញ្ចុកទឹកប្រហុកនឹងមកឆ្នាំនេះអាចនិយាយបានថា perfect គ្រប់កន្លែងសំបីឡានក្រុងដែលខ្ញុំជិះមកកន្លែងខ្ញុំស្នាក់នៅនេះក៏ល្អដែរមានតាំងពីអាំងហែទឹកជាន់ឲ្យខ្ញុំគេងក៏មានកន្លែងអង្គុយលេងដែរខ្ញុំបាន booking សបត់តាម app Redbus ខ្ញុំជាមួយនឹងមិត្តភក្តិខ្ញុំចូលចិត្ត booking តាម app Redbus ជាញឹកញាប់ដោយសារតែ app ហ្នឹងគឺល្អមែនតើសំខាន់មាន offer ច្រើនមែនតើគឺខ្ញុំទៅលើកនេះគឺខ្ញុំ booking ទាំងទៅទាំងមកតែម្ដង app Redbus ជាក្រុមហ៊ុនកក់សបត់ឡានធំជាងគេលំដាប់ពិភពលោកហ្នឹងគេក៏មាន promotion ដែរគ្រាន់តែអ្នកទាំងអស់គ្នាប្រើ promote code ដើរលេងទទួលបានការបញ្ចុះតម្លៃ$2និងទទួលបាន cashback មកវិញដល់ទៅ$6ពីធ្វើការ booking រួចរាល់បងគ្រាន់តែចុចពាក្យ my account ហើយចូលទៅពាក្យ referral ដល់មកយើងចុចលើពាក្យ refer now ហើយ send ទៅកាន់មិត្តភក្តិអ្នកទាំងអស់គ្នាទៅមិត្តភក្តិអ្នកទាំងអស់គ្នា download តាម link អ្នកទាំងអស់គ្នា send ទៅអ្នកទាំងអស់គ្នាទទួលបាន$5ហើយចូលមកដល់ vlog នៅសម្រាប់យើងវិញខ្ញុំចេញពីពេញមកពីព្រលឹមដែរមកដល់នេះខ្ទង់ម៉ោង 12:71 ពួកខ្ញុំក៏បាន check in ដើម្បីទុកអីវ៉ាន់ហើយចេញមកញ៉ាំបាយថ្ងៃដោយសារតែមិត្តភក្តិខ្ញុំគាត់នៅសម្រាប់ស្រាប់អញ្ចឹងគាត់បាក់ឡានមកយកជូនទៅភូមិព្រះដាក់ដើម្បីញ៉ាំជ្រូកអាំងនឹងអ្នកទាំងអស់គ្នាបាយថ្ងៃយើងគឺញ៉ាំជ្រូកអាំងជាមួយនឹងពោះវៀនញាត់គ្រឿងមកទៀតគឺពួកខ្ញុំបានទៅកាហ្វេ farm cafe នឹងអ្នកទាំងអស់គ្នាល្បីឃើញគឺថតស្អាតមែនតើតែមកក៏អត់ខកបំណងដែរគឺស្អាតមែនស្អាតពិតៗហើយខ្ញុំទៅណាមកណាក៏កាន់ស្មុកខ្មែរដែរអ្នកទាំងអស់គ្នាអើយស្រឡាញ់មែនតើហ្មងយើងមកពីពេញទៅដល់សម្រាប់គឺខ្ញុំ recommend កាហ្វេនេះហ្មងគឺអត់ខកបំណងទេគឺស្អាតមែនហើយធម្មជាតិពិតៗតែម្ដងខ្ញុំទៅដោយសារតែចំថ្ងៃចូលឆ្នាំមនុស្សច្រើនអញ្ចឹងថតបានតិចញ៉ាំបាយថ្ងៃដល់លេងតិចតួចហើយដល់ពេលល្ងាចពួកខ្ញុំក៏រៀបចំខ្លួនទៅលេងបាញ់ទឹកនៅ Park Street នឹងថ្ងៃអ្នកទាំងអស់គ្នាតែមុននឹងទៅគឺពួកខ្ញុំបានចូលទៅញ៉ាំកន្លែងសាច់អាំងទឹកកាពិមកកន្លែងនេះគឺថាឆ្ងាញ់មែនតើ the best in the world ហ្មងចង់ឆាឆ្ក្រានគេនេះគឺគ្រប់រសជាតិហ្មងមានតាំងពី Spider-Man ទៀតអ្នកទាំងអស់គ្នាហើយមួយឡាននេះមួយធីមនេះគឺថាគាត់តែឃើញគឺចោះចាញ់តែម្ដងអត់មានតែគេឈ្នះធីមគាត់ទេបើច្រើនយ៉ាងនឹងនេះគាត់តែពួកគាត់ក៏លេចឃើញឆ្វាច់ឃើញខ្ញុំថតលៀងគាត់រះមកកាភ្លើងធំមកចង់លុតឆ្ក្រានចូលមកដល់ថ្ងៃទី2នៅក្នុងខេត្តសៀមរាបវិញម្ដងពេលផឹកព្រលឹមខ្ទង់ម៉ោងប្រហែលជា9ពួកខ្ញុំរៀបចំខ្លួនចុះទៅខំដើម្បីជួលម៉ូតូអត់ចង់ជិះឡានដូចថ្ងៃទី1អ្នកទាំងអស់គ្នាដោយសារយើងជិះម៉ូតូគឺបាន relax ច្រើនជាងតម្លៃម៉ូតូនៅថ្ងៃចូលឆ្នាំដែលខ្ញុំជួលក្នុងមួយម៉ូតូគឺ$15បច្ច័យទៅម្នាក់ធ្វើតែ$7ដោយសារខ្ញុំជិះគ្នា6នាក់បានជួលម៉ូតូឲ្យភ្លាមពួកខ្ញុំញ៉ាំ breakfast ហើយដាក់ជាមួយនឹងកាហ្វេមួយទៀតដើម្បីមានកម្លាំងទៅប្រាសាទអង្គរវត្តឆ្នាំនេះគឺធ្វើសង្ក្រាន្តធំខ្លាំងមែនតើហ្មងហើយក៏មានការតាំងពិព័រណ៍លោកផលិតផលខ្មែរផងដែរនេះគឺស្គរយៈតែម្ដងអ្នកទាំងអស់គ្នានៅខាងក្រៅគឺធំខ្លាំងមែនតើថតតិចតួចគឺឃើញស្អាតប៉ុណ្ណឹងប៉ុន្តែនៅក្រៅគឺស្អាតខ្លាំងមែនតើហ្មងដោយសារតែរៀងក្តៅក៏ខ្ញុំអត់បានចាប់ប្លង់បានច្រើនទេដើរមកដល់ប្រាសាទអង្គរវត្តរៀងក្តៅចុកជើងពេកក៏អង្គុយមកសធូតែបានថតវីដេអូខ្លះដែរតែក្តៅខ្លាំងលេងឥឡូវមកឡើងត្រជាក់ហ្មងហើយចេញពីប្រាសាទអង្គរវត្តពួកខ្ញុំក៏បានបន្តទៅញ៉ាំនំបញ្ចុកទឹកប្រហុកដែលនៅម្ដុំអង្គរវត្តនឹងឯងតែមួយឈុតដែលខ្ញុំញ៉ាំនេះគឺមានតម្លៃត្រឹមតែ$50,000ទេញ៉ាំបានគ្នាដល់ទៅ6នាក់ទៅម្នាក់$2ជាងអង្គុយញ៉ាំសុកបានជួបបាយដលលក់ស្ករទាញឡើងសង្ហាហ្មងរៀងកាត់ឯណានេះមកដល់ពេលល្ងាចវិញគឺរៀបចំខ្លួនទៅបាញ់ទឹកនៅ Park Street ដែរមកញ៉ាំមុខកថាដើម្បីមានកម្លាំងសិនហើយបន្តទៅប្រយុទ្ធដោយសារតែពួកខ្ញុំមកបានត្រឹមតែថ្ងៃ15 16អញ្ចឹងថ្ងៃ17ពួកខ្ញុំត្រឡប់ទៅវិញហើយតែមុននឹងត្រឡប់ទៅវិញដោយសារតែពួកខ្ញុំបាន booking សបត់រៀងពេលថ្ងៃអញ្ចឹងពេលព្រលឹមពួកខ្ញុំក៏បានចេញមកញ៉ាំអីនៅហាត់ភូមិស្ទឹងនិយាយទៅមកកន្លែងនេះគឺខ្ញុំរ៉េតឲ្យ100លើ10ហ្មងខ្ញុំស្រឡាញ់ពេញចិត្តខ្លាំងមែនតើសម្រាប់មុខម្ហូបដែលខ្ញុំកំពុងតែថតនោះមានមាន់មានត្រីហើយគាត់ថែមជាមួយនឹងឆាទឹកគួនគ្រឿងក្នុងទីតម្លៃត្រឹមតែ$90,000ទេសម្រាប់បងដែលបានមកដល់ខេត្តសៀមរាបហើយកុំរំលងហាងនេះមួយគឺល្អមែនតើទាំងសវីទាំងតម្លៃសមរម្យមែនតើហ្មង